តើអ្នកធ្លាប់គិតថារាល់ទាំងគំនិតរបស់អ្នកត្រឹមត្រូវដែរឬទេតើអ្នកធ្លាប់ប្រព្រឹត្តកំហុសតែបែរជាខំរកលេសដោះសារដើម្បីឲ្យបានរួចខ្លួនដែរឬទេនៅថ្ងៃនេះយើងនឹងមកសិក្សាអំពីសុភាសិតខ្មែរមួយដែលបានលើកឡើងថាមន់ណាខ្ទាត់មន់នពងឬនិយាយឲ្យស្រួលស្ដាប់ទៅមានន័យថាខ្លួនជាអ្នកប្រព្រឹត្តខុសតែបែរជាខំរកលេសដោះសារណាមួយដើម្បីមកបិទបាំងកំហុសឬធ្វើឲ្យអ្វីដែលខ្លួនប្រព្រឹត្តមើលទៅហាក់ដូចជាត្រឹមត្រូវទៅវិញតាមពិតទៅរឿងទាំងនេះមិនមែនកើតឡើងតែចំពោះអ្នកនោះទេមនុស្សដំបូងតែព្រះបានបង្កើតក៏បានប្រព្រឹត្តយ៉ាងដូច្នោះផងដែរនៅពេលដែលព្រះបានសួរទៅកាន់អាដាមតើអ្នកបានបរិភោគផ្លែឈើដែលយើងបានហាមមែនដែរឬទេអាដាមជាជាងទទួលស្គាល់នៅកំហុសដែលខ្លួនបានប្រព្រឹត្តបែរជារកលេសដោះសារថាដោយសារស្ត្រីដែលព្រះបានបង្កើតបានឲ្យគាត់បរិភោគទើបគាត់បរិភោគចំណែកនៅក្នុងព្រះគម្ពីរសុភាសិតចំពុក28ខ13វិញក៏បានបញ្ជាក់ផងដែរថាអ្នកណាដែលគ្របបាំងការរំលងរបស់ខ្លួននោះនឹងមិនចម្រើនទេតែអ្នកណាដែលលន់តួហើយលះបង់អំពើទាំងនោះនឹងប្រទះបានសេចក្តីមេត្តាករុណាតាមពិតទៅព្រះជាព្រះដែលពោរពេញទៅដោយសេចក្តីស្រឡាញ់និងសេចក្តីមេត្តាករុណាហេតុនេះបានជាព្រះយេស៊ូវគ្រីស្ទទ្រង់យាងមកសម្រាប់យើងរាល់គ្នាមួយវិញទៀតព្រះអង្គក៏ជាព្រះដែលជ្រាបរាល់អស់ទាំងការនិងគ្រប់ជ្រុងជ្រោយផងដែរអ្វីដែលទ្រង់ចង់បានគឺជាការដែលដឹងកំហុសចេះទទួលស្គាល់នូវការប្រព្រឹត្តនិងកែប្រែចិត្តគំនិតដូចជាអ្វីដែលព្រះបានសួរទៅកាន់អាដាមមិនមែនព្រះអង្គមិនដឹងអំពីអ្វីដែលលោកធ្វើនោះទេតែព្រះអង្គសួរទៅកាន់គាត់ដើម្បីផ្ដល់ឱកាសឲ្យគាត់ដាក់ខ្លួនទទួលកំហុសនិងសារភាពនៅការប្រព្រឹត្តរបស់ខ្លួនហើយចុះអ្នកវិញបើសិនជាអ្នកស្ថិតនៅក្នុងស្ថានភាពបែបនោះតើអ្នកនឹងប្រព្រឹត្តយ៉ាងដូចម្តេចប្រហែលជាអ្នកគិតថាខ្ញុំនឹងមិនធ្វើដូចជាលោកអាដាមនោះទេតើអ្នកប្រកាសទេថាអ្នកនឹងមិនធ្វើដូចជាលោកអាដាមនៅពេលដែលអ្នកជ្រើសរើសតាមចិត្តតាមគោលបំណងដែលខ្លួនត្រូវការបើទោះបីជាដឹងថាការទាំងនោះខុសប្រហារតីព្រះអង្គក៏ដោយតើនោះមិនដូចជាអាដាមដែរឬទេនៅពេលដែលអ្នកជ្រើសរើសការទទួលស្គាល់ពីមនុស្សជុំវិញខ្លួនឬមនុស្សដែលអ្នកចូលចិត្តបើទោះបីជាអ្នកនិយាយការនោះមិនពិតក៏ដោយតើការទាំងនោះមិនដូចជាអាដាមដែរឬទេនៅពេលដែលអ្នកជ្រើសរើសប្រព្រឹត្តអំពើបាបបំពេញតាមចិត្តស្រើបស្រារបស់ខ្លួនជាជាងចោះចូលជាមួយព្រះតើអ្នកគិតថាការទាំងនោះមិនដូចជាអាដាមបានធ្វើដែរឬទេលោកយូដាសអេសការីយ៉ុតជាសិស្សម្នាក់នៅក្នុងចំណោមសិស្សទាំង12ដែលបានដើរជាមួយនឹងព្រះយេស៊ូវដែលបានឃើញទ្រង់ធ្វើការអស្ចារ្យជាច្រើនបានឮសេចក្តីបង្រៀនប៉ុន្តែនៅតែអាចលក់ព្រះអង្គនៅក្នុងតម្លៃ30រៀលប្រហែលជាអ្នកគិតថាខ្ញុំមិនដូចជាយូដាសអេសការីយ៉ុតនោះទេចុះការដែលអ្នកដែលតែងតែធ្វើតាមចិត្តតាមចំណង់ការដែលអ្នកត្រឡប់ទៅប្រព្រឹត្តអំពើបាបជាដដែលព្រះយេស៊ូវគ្រីស្ទបានដឹងមុនថាលោកយូដាសអេសការីយ៉ុតនឹងក្បត់ទ្រង់តែព្រះអង្គនៅតែលាងជើងឲ្យគាត់នេះជាសេចក្តីស្រឡាញ់ដែលព្រះទ្រង់បង្ហាញសូម្បីទៅលើមនុស្សដែលធ្វើឲ្យទ្រង់ឈឺចាប់បំផុតក៏ដោយយើងម្នាក់តែងតែបះបោរក្បត់ព្រះយេស៊ូវក្នុងចំណុចណាមួយនៅក្នុងជីវិតរបស់យើងពេលខ្លះដោយសម្ដីដោយការជ្រើសរើសដោយអំនួតណាមួយឬមកក៏ដោយទង្វើផ្សេងលោកយូដាសអេសការីយ៉ុតបើទោះបីជាដឹងកំហុសរបស់ខ្លួនតែគាត់សម្រេចចិត្តរត់ចេញពីព្រះមិនទទួលស្គាល់ហើយកែប្រែចិត្តគំនិតចេញអំពីអំពើបាបរបស់ខ្លួននោះទេចំណែកលោកពេត្រុសក៏បានបដិសេធព្រះយេស៊ូវគ្រីស្ទនៅពេលដែលគេចាប់ព្រះអង្គដូចគ្នាដែរតែគាត់បានសម្រេចចិត្តបន្ទាបខ្លួនទទួលស្គាល់កំហុសហើយកែប្រែចិត្តគំនិតត្រឡប់មកព្រះវិញដូចគ្នាដែរមិនមែនព្រះមិនដឹងអំពីអ្វីដែលយើងប្រព្រឹត្តសម្ដីដែលយើងនិយាយគំនិតដែលយើងគិតនិងផ្លូវដែលយើងជ្រើសរើសនោះទេតែព្រះចង់បានពីយើងរាល់គ្នាគឺជាការដែលយើងចេះដាក់ខ្លួនទទួលស្គាល់នៅកំហុសឬមួយក៏ការហ៊ានកែប្រែចិត្តគំនិតអំពីសេចក្តីបាបដែលយើងបានធ្វើហើយត្រឡប់មកចុះចូលជាមួយនឹងទ្រង់វិញ